តែម្ដងទេតែវាអាច support លើ platform បានច្រើនជប់ខ្ញុំសុំការតិចអាចខ្លណាអូខេខ្លណាទៅតែវាអបាំងស្លាយអូខេញ្ចឹងវា support platform ច្រើនដូចជា Android iOS web ឬក៏ desktop application ដូចជា Windows macOS ឬក៏ Linux អញ្ចឹងលក្ខណៈពិសេសរបស់វាគឺ Flutter គឺវាបង្កើតឡើងដោយ Dart Programming ហើយវាគឺ structure របស់វាគឺគ្រប់យ៉ាងគឺជាវិចិត្រហើយនឹងមាន hot reload ដែលជួយអ្នកអភិវឌ្ឍឃើញការផ្លាស់ប្ដូរភ្លាមhot reload ហ្នឹងហើយចំពោះការ compile គឺវា compile វាជា native យើងដូចខ្ញុំនិយាយមុនហ្នឹងFlutter គឺវាcode base គឺវាមាន code base គឺសរសេរ code តែម្ដងគឺវាអាចrun លើ platform បានច្រើនហើយអញ្ចឹងសម្រាប់open source គឺប្រើប្រាស់បានច្រើនដូចជា Google Play ក្រុមហ៊ុននេះគឺក្រុមហ៊ុនប្រើប្រាស់មានដូចជា Google Play BMW ហើយនិង Alibaba ហើយនេះគឺគោលបំណងនៃការសិក្សារបស់យើងគឺទីមួយគឺយើងរៀនពី Dart Programming គឺយើងស្វែងយល់ពី data type conditional loop ហើយក៏ function នៅនឹង OOP នៅក្នុង Dart បន្ទាប់មកគឺយើងនឹងរៀនអំពី widget ហើយនឹង layout របស់ Flutter ហើយតាក់ទងជាមួយនឹងយើងនឹងរៀនតាក់ទងទៅនឹង navigation តាក់ទងនឹងការ route ពី screen មួយទៅ screen មួយហើយនឹងតាក់ទងជាមួយ state management បន្ទាប់មកគឺយើងរៀនពី network គឺតាក់ទងជាមួយនឹងការ REST API ហើយនឹងការ store data នៅក្នុង local ចំពោះអាចគ្នាយើងមានអ្នកនេះហ្នឹងមានអ្នកចេះ programming ខ្លះណៃដុល្លារឬអត់បាទបងហើយ programming ចេះខ្លះនៅបើចេះស្គាល់ data type condition នេះរូបនេះស្គាល់ច្បាស់ណាស់ស្គាល់បងស្គាល់ច្បាស់ទេរៀនតាំង C++ មកបងហ្នឹងអញ្ចឹងឥឡូវខ្ញុំនិយាយត្រួសអញ្ចឹង Dart គឺជា programming ដែលបង្កើតឡើងដោយ Google ហើយវាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការអភិវឌ្ឍលើ Flutter app អញ្ចឹងDart ហ្នឹងគឺវាស្តៀងទៅនឹង C++ ដែរទេគឺវា run ទៅលើ main គឺវាមាន void main មួយសម្រាប់លើកម្មវិធីហ្នឹងគឺ code main គឺដូចថា C++ ដែរទេមកគឺយើងចូល data type គឺមានដូចជា string integer double number ហើយនិង bool ហើយនិង var data type ហ្នឹងយើងស្គាល់អស់ហើយគឺ string គឺវាជា text integer គឺយើង store តម្លៃវាជាលេខហើយ double គឺវាជាលេខដែរតែមានក្បៀសហើយ number គឺវា store បានទាំងពីរទាំងលេខហើយនិងលេខទស្សភាគលេខហើយ boolean ហ្នឹងគឺត store true false មួយទៀតគឺ var ហ្នឹងគឺវា store any value ដឹងណានេះ example តមកគឺតើទៅនឹង type system option តើទៅជាមួយនឹង data type ដូចជា dynamic object និង final អញ្ចឹង dynamic ហ្នឹងគឺវាដូចក្នុង var ដែរទេគ្រាន់តែថាពេលដែល compiler ហ្នឹងគឺវាអត់ទាមទារទៅ check ទៅលើ type ទេរីឯ object គឺវា base stop ទៅលើ data base stop ទៅលើ type អញ្ចឹងដូចឧទាហរណ៍នេះអញ្ចឹងគឺយើងមាន object មួយឈ្មោះ value ដែលយើងប្រកាសវាដែលស្មើជាមួយនឹង hello មកយើង print ប្រសិនបើយើង print កន្លែងនេះបើសិនជាយើង print value .len នេះគឺវា error ដោយសារវាអត់ស្គាល់វាជា data type ទេអញ្ចឹងតើតើយើងប្រាប់វាថា value ហ្នឹងជា type string អញ្ចឹងបានយើង print len ចេញបន្ទាប់មកគឺ
file អឺ final វាស្រៀងទៅនឹង constant ដែរទេគាត់ថា final គឺវាset value នៅពេលដែល run ថែមវា copy constant គឺវាcompare value នៅពេលដែល compile ថែមអានោះឧទាហរណ៍ថា final គឺ string number អាលេខនេះដល់មកវាយើងដូរវាគឺវា error បែបនេះតែវា support ទៅនឹងពួកvalue type តាមនៅ type វាជា date time នេះណាគឺវា support តែបើ constant គឺវាអត់ support ជាមួយពួក date time now នេះទេគឺនៅពេលដែលយើង run code គឺវា error ភ្លាមអញ្ចឹងយើងចូលមក operator type operator តើទៅលើសញ្ញាបូកដកគុណចែកហ្នឹងអញ្ចឹងវាមានទី1គឺ arithmetic operator increase and decrease operator assignment operator និង relational operator logical operator និង type test operator អញ្ចឹងarithmetic operator ហ្នឹងវាតើទៅមួយនឹងសញ្ញាដូចគណិតវិទ្យាអញ្ចឹងគឺមានបូកដកគុណចែកអានេះគឺចែកជាលេខគុណនេះគឺចែករកសំណល់ហើយincrease and decrease ហ្នឹងគឺតើទៅនឹងការកើនឬថយ assignment operator នេះគឺជាការ assign តម្លៃដូចជានេះ assign តម្លៃនេះយើង assign វា add ឡើងប្រមាណនេះដកប្រមាណគុណនឹងប្រមាណហើយចែកនឹងប្រមាណហើយមួយទៀតគឺ relational operator អានោះគឺតើទៅនឹងការធំតូចធំជាងឬស្មើតូចជាងឬស្មើឬក៏មិនស្មើហ្នឹងវាដូចទៅនឹង C++ ដែរទេនេះគឺ logical តើទៅនឹងពួកកតវិទ្យាកតអានឹងឬមិនហ្នឹងអានេះtype test ហ្នឹងវាប្រៀបធៀបថា type នេះជាអីគេជា string ឬក៏ជាលេខឬក៏មិនមែនទេ expression នេះអញ្ចឹងយើងមកដល់ conditional ហើយ loop អញ្ចឹងក្នុង condition flutter គឺវាអត់ខុសគ្នាពី programming ផ្សេងៗនេះគឺ syntax គឺដូចគ្នាទាំងអស់មាន if else condition ហើយនឹង switch នេះគឺប្រសេដូចគ្នាទេហើយ process ក៏ដូចគ្នាដែរហើយ loop វាមានដូចតែគ្នាទេគឺ for loop while loop គឺ while loop ហើយវាខុសគ្នាប៉ុន្តែកន្លែង for in loop នេះគឺវា loop ចេញពី list ឧទាហរណ៍ដូចជាយើងមាន list មួយដែលមាន list មួយឈ្មោះ fruit ក្នុងហ្នឹងមាន apple មាន banana មាន orange អញ្ចឹងយើង loop data ហ្នឹងមកបង្ហាញនៅក្នុង list ហ្នឹងមក for in loop អញ្ចឹង break ហើយនឹង continue ហ្នឹងគឺយើងដូចតែ C++ ដែរគឺវា break ចេញពី loop break នេះគឺជាពាក្យបញ្ជាសម្រាប់បំបែកឬក៏បំបែកភ្លាមទៅពេលដែលត្រូវបានប្រតិបត្តិកម្មវិធីចេញពី loop ហើយក៏បន្តចាំតិចខ្ញុំត្រិតទឹកសិនលឺអត់គ្នាយើងលើបងលើហ្នឹងហើយខ្ញុំសុំត្រិតទឹកតិចសិនយើងស្ងួតកដែរ
lừa lừa nhầm vậy á này giờ លឺបងលឺ chẳng dừng to từ một tiết chẳng dừng to một break dừng xa đào mến chẳng liệu tổ hợp đấy cứ về lục y mà mối hay y tổ chức đó hay là y càng chẳng được về đại là khăn mối được về đại y mà pram cứ về break chẳng được về đại về lục là y mà phèn nó tới cứ về bị chụp lục nhưng giờ tay mà đâu chúng tôi continue ấy nó cứ ca rùng lợn lục được về đại y dừng mà bây cứ về rùng lợn từ xe muy tiết mong chúng tôi nào này cứ tệ tờ nguồn tầng lại đợt lại tê rồi mình tờ lại cứ dân sủa chạy chân nó về đây đầm lại na về nào trong dân ai à, chân na xe nó cứ chỉ một ngày mỗi đại đã thưa láng cứ chui cà phê cũng họp vì na pointer exception cứ mình về đây mình tờ lại na mỗi mỗi nào cứ cà phê của mọi mình cà error xanh xanh chân đôiឧទាហរណ៍ដំបូងនេះគឺវាអត់មានណាលបណាលបទេអញ្ចឹងបើសិនជាតម្លៃ name នឹងវាសាញឲ្យណាវានឹង error ហើយអានេះគឺវាណាលប variable អញ្ចឹងនៅពេលដែលតម្លៃ name ហ្នឹងវាណាគឺវាអត់ error ទេគឺវានឹង display ជាណាលមកឲ្យហ្មងអញ្ចឹងចំពោះណាល check operator នេះគឺវាប្រើប្រាស់សញ្ញាឧទានដើម្បី check អញ្ចឹងនៅពេលដែល name នេះគឺវាមានតម្លៃណាគឺវានឹង error មក error ប្រាប់ថា name ហ្នឹងគឺវាណាថ្ងៃនេះយើងណាលវៈ operator ហ្នឹងគឺខ្ញុំប្រើសញ្ញាសួរគឺវា safely មានន័យថាតម្លៃហ្នឹងគឺយើងអាច assign តម្លៃណាបានហើយបន្ទាប់មកគឺnull collecting operator គឺយើង assign null ន័យថាកន្លែងហ្នឹងគឺ name ហ្នឹងបើសិនជាវាមានតម្លៃណាយើងឲ្យវា print ជា print cache នេះកន្លែងហ្នឹងមិនដែរអញ្ចឹងអឺកន្លែងហ្នឹងបង្ហាញ practice តិចនេះចឹងឃើញ screen នេះអត់ចឹងយើងមានវត្តមានអញ្ចឹងទី1គឺយើងមានតម្លៃនេះជា string ណាតម្លៃនេះបើសិនជាឈប់
មើល slide នេះសិនចឹងនេះបើសិនជាយើងអាសាញឲ្យវាណាល់ចឹងកន្លែងហ្នឹងនៅពេលដែលយើង print មក name របស់យើងនេះយើងសរអាសាញកន្លែង name ហ្នឹងគឺវាអាចណាល់របស់បានចឹងតមកគឺយើងរាំងវាមកចឹងគឺវានឹង display ថាកន្លែង name ហ្នឹងគឺវាណាល់តែយើងចង់ឲ្យវាយើងអត់អនុញ្ញាតឲ្យកន្លែងហ្នឹងណាល់ទេយើងប្រើសញ្ញាឧទាននេះចឹងនៅពេលដែល run មកគឺវានឹង load error ថាឲ្យយើង check ជាមួយនឹងមួយនឹង variable ហ្នឹងថាកន្លែងហ្នឹងគឺវាឲ្យយើង check null variable ហ្នឹង assign កន្លែងស្មើនឹងអីគេអញ្ចឹងយើងឲ្យវា display មកអញ្ចឹងនៅពេលដែល variable ហ្នឹងណាគឺយើង assign វា load ថា name is not ចំពោះអា syntax metric គឺវាដូចស្តៀងតែហ្នឹងដែរទេចំពោះអាណាល់នេះហើយនិងអាណាល់នេះគឺវាដូចតែគ្នាទេគឺ assign តម្លៃឲ្យទៅពេលណាដែល variable ហ្នឹងវាតម្លៃវាអត់មានគឺណាល់អញ្ចឹងយើង assign ចេះមកគឺវាចេញដូចតែគ្នាទេអឺមិនតែកន្លែងអាណាល់ not safety ហ្នឹងអត់អីបងអត់អីទេអញ្ចឹងចំពោះ function នៅក្នុង Dart គឺវាដូចគ្នាថាទៅនឹង C++ C programming ផ្សេងៗដូចគ្នាទៅគឺមានno parameter return parameter no return ហើយ no parameter return ហ្នឹងគឺដូចតែគ្នាទេហើយការសរសេរ syntax ហ្នឹងក៏វាមិនខុសគ្នាប៉ុន្មានដែរអញ្ចឹងខ្ញុំសូមអនុវត្តដល់កន្លែង function នេះមួយអញ្ចឹងយើងមាន void មកដាក់ឈ្មោះអឺ display name នេះគឺ function function has parameter no return វាដូចតាម C++ ដែរអញ្ចឹងយើងមក return parameter
đặt chung nhau chứ cho cho chung như vậy chân dừng rồi lại mấy anh em chung chẳng function ហ្នឹងគឺវាចាប់ parameter នេះយកមក display ហើយវាក៏ return ណា parameter ហ្នឹងបោះមកឲ្យ variable យើងនេះទៅចាំទទួលណា ចុះបង្កើតវីដេអូ AI បែបនេះដែលនិយាយភាសាខ្មែរយើងបានត្រឹមត្រូវ list ហើយនឹង set ចឹង list គឺវា store ទិន្នន័យដែលវា allow ឲ្យយើងដូចជាការ order ហើយនឹង allow ឲ្យ data ហ្នឹងអាច duplicate គ្នាបានហើយអាច access ជាមួយនឹង index ហើយក៏អាច grow អឺចឹង list ហ្នឹងគឺវាអាចឲ្យយើង store data បានច្រើនហើយក៏អាច allow duplicate value ដែរចឹងយើងឧទាហរណ៍ថាវាមាន list មួយមកជា name ចឹងយើងលុបចឹងវានឹង display តម្លៃឈ្មោះនៅក្នុង list ហ្នឹងមកដល់ចំពោះ set គឺដូច delete ដែរទេគ្រាន់តែថាវាអត់វាអត់ឲ្យមាន data ណា duplicate ហើយវាក៏អត់មាននៅនឹងការ access ទៅលើ index នៅក្នុងតម្លៃរបស់ set នោះដែរចឹង set ឧទាហរណ៍ set មួយយើង set មក set number ចឹងពេលដែលយើងមានតម្លៃ student នៅពេលដែលមានតម្លៃ student គឺវាdisplay តែមួយទេវាអត់ display ទាំងអស់ទេវា display ថាតម្លៃណាដែលវានឹងកាត់តម្លៃ student ចោលមួយអញ្ចឹងចំពោះ map វាដូចជាទម្រង់ JSON ដែរទេគឺវាចាប់យកតែ key យកមក compare អញ្ចឹងយើងមាន map មួយមកយើងដាក់ឈ្មោះថា user ហ្នឹងយើងចង់ print ឈ្មោះ username ជាមួយនឹង email អញ្ចឹងវានឹង print មកទៅតាមជាយើងចាប់វានេះមកវាដូចជា name age email ហ្នឹង
ចឹងចូលបន្ទាប់តាក់ទងជាមួយនឹង OP តាក់ទងជាមួយនឹង class និង object OP គឺវាមានដូចតាក្នុង programming C++ ហើយហ្នឹងគឺវាមានទីមួយគឺ constructor និង encapsulation ស្គាល់ដែរ constructor និង encapsulation encapsulation ហ្នឹងនៅបង constructor ស្គាល់ហើយ បាទអញ្ចឹង encapsulation ហ្នឹងមានថាការដាក់តម្លៃហ្នឹងជា private តែវាការពារកុំឲ្យខ្លះការពារកុំឲ្យគេ access ចូលប្រើប្រាស់តម្លៃហ្នឹងបានណាអញ្ចឹងខ្ញុំឧទាហរណ៍មួយគឺកាត់មែនមួយអញ្ចឹងយើងបង្កើតខ្លះមួយឈ្មោះខ្លះ3ហើយចឹងក្នុង variable balance នេះគឺយើងចង់ឲ្យវា private គឺចង់ឲ្យវាខ្លះផ្សេងអាច access ចូលបានយើងប្រើ underscore នេះគឺមានន័យថា private variable គឺវា protect កុំឲ្យaccess ចូលបានឬក៏ចូលទៅកែប្រែតម្លៃហ្នឹងយើងឲ្យវាស្មើ0មកហ្នឹងនៅពេលដែលយើងហៅ class នឹងយកទៅផលគឺយើងអាច access ទៅតម្លៃហ្នឹងបាននេះអញ្ចឹងយើង import វាមកអញ្ចឹងយើងចង់ print ទៅលើ balance គឺអត់បានគឺ error អញ្ចឹងវា protect អញ្ចឹងដើម្បី access ទៅ variable balance ហ្នឹងគឺយើងអាចប្រើពពួក setter ឬក៏ getter គេហៅ method getter ហើយនិង setter ដើម្បី access ទាញតម្លៃហ្នឹងចេះដល់ហើយក្នុង slide នេះយើងប្រើ getter ហើយនិង setter ដើម្បី access variable balance នេះអញ្ចឹងយើងមានhere អញ្ចឹងពីមួយយើង set deposit ឲ្យយើងនេះយើងយកតម្លៃវាបានឡើងឈ្មោះបានឡើង error ខុស
អូបាន share អានេះចឹងនេះវានឹង print អានេះ slide balance មកឲ្យចឹងកន្លែងហ្នឹងន័យថាអឺក្នុង class bank account នេះគឺយើងបានprotect ទៅលើ variable មួយឈ្មោះថា balance តមកយើងនឹងបង្កើតមួយបង្កើត variable មួយដែលប្រើ method get ដើម្បី get តម្លៃហ្នឹងដើម្បី display អញ្ចឹងកន្លែងនេះគឺយើងប្រើ get balance ដើម្បី display តម្លៃហ្នឹងហើយមួយទៀតយើងប្រើset យើងប្រើ set cycle អញ្ចឹងនេះយើងប្រើ deposit នេះគឺយើងបាន set ឲ្យវាចាប់តម្លៃហ្មងអញ្ចឹង deposit យើង assign វាមកស្មើ100អញ្ចឹងវានឹង set តម្លៃហ្នឹងវាយកមកបោះឲ្យ balance អញ្ចឹង balance ចាំចាប់តម្លៃពី method នេះមក deposit ហើយ get នេះវានឹង get ចេញ get យកតម្លៃហ្នឹងពី balance មកវិញមិនដែរកន្លែងហ្នឹងយល់អត់លើអត់នេះយើង លឺបងលឺ មិនដែរកន្លែងហ្នឹង អត់អីបងអត់អីទេខ្ញុំ អញ្ចឹងបើអត់អីខ្ញុំតបទៅមួយទៀតអញ្ចឹងយើងតមក inheritance តើតើជាមួយនឹងការផ្ទេរមរតកការផ្ទេរតម្លៃពី class មួយទៅ class មួយអញ្ចឹង inheritance ហ្នឹងគឺវាអនុញ្ញាតឲ្យ class មួយអាចទទួលយក property ហើយឬក៏ method ពី class មួយទៀតអាចប្រើឡើងវិញអញ្ចឹងគឺយើងឧទាហរណ៍នេះគឺយើងមាន class មួយគឺជា class parent ហើយនេះគឺជា child class អញ្ចឹង child class នេះគឺវា inheritance គឺវាចាំទទួល property ពី class parent នេះដោយប្រើ keyword extend ហ្នឹងគឺសម្គាល់ទៅលើការ inheritance អញ្ចឹងអានេះយើងយក class នេះគឺជា parent class មកអញ្ចឹងយើងមាន saving account inheritance ជាមួយនឹង bank account អញ្ចឹងក្នុងហ្នឹងគឺយើងអាចប្រើ property របស់ class ក្នុង class bank នេះបាន class bank account នេះបានអឺ
យើងអូខេឧទាហរណ៍ចេះយើង inherit ថាវាហើយយើងយកមក display access ចូលខ្លះនឹងយើងបង្កើត saving account នេះចឹងគឺវាអាច access តម្លៃរបស់ខ្លះ bank account នេះបានវាមាន inheritance មួយគ្នាស្ញៅនេះចឹងគឺវា print មកហើយចឹងសុំតទៅមុខទៀតតើតើជាមួយនឹង polymorphism ជាវិធីសាស្ត្រដែលមេសូបដូចគ្នាអាចអនុវត្តទៅលើ class ផ្សេងគ្នាបង្កើត file ថ្មីមកចឹងមាន class មួយ animal តែខាងហ្នឹងយើងមាន method method នឹងយើងខ្លាំងទៀតគឺ dot ដែលវា extend ជាមួយនឹង class animal នឹងដែរចឹងយើងខាង class dot មកចឹងវានឹងទៅ call method make sound នេះវានឹង print ចឹងabstract ខ្លះយើងស្គាល់ហ្នឹងនៅបងនៅចឹងabstract ហ្នឹងគឺជាការលាក់ព័ត៌មានលម្អិតទាក់ទងទៅនឹង method ឬក៏មុខងារចំពោះ abstract ខ្លះហ្នឹងគឺយើងប្រើគឺយើងមាន keyword មួយឈ្មោះថា abstract គឺវា declare ខ្លះមួយហ្នឹងគឺជា abstract ខ្លះចឹងយើងឲ្យខ្លះនេះវា abstract ហ្នឹងមកខ្លះនេះគឺវា override function
make sound នេះយកមក បាទបងបាទបងចាំបោះចាំជួយចាំបោះ slide នឹងចូល group ផងបងចឹងការ set up ចាំមើលខ្ញុំតម្លាក់ទៅឲ្យអាចខត់វីដេអូ ចឹងយើងតមកចូលFlutter យើងហ្មងទៅចឹង Flutter ពេលដែលយើងបង្កើតមកដំបូងគឺវាមានទម្រង់បែបនេះគឺ void main ហើយនឹង method run app ចឹង void main នេះគឺដូចអញ្ចឹងគឺវាជាការ run កម្មវិធីហើយ run app នេះគឺវានឹង run ទៅលើ class របស់យើងដែលឈ្មោះថា my app នេះគឺវាrun មួយ class នេះដែលវា override ទៅលើ build នេះ call ហៅ build នេះមកហើយវានឹង return ទៅ battery app វានឹង display screen មាន app bar មាន body welcome នេះចឹងយើង set up Flutter នៅយើងបាន set up Flutter នៅ ខ្ញុំហើយបងខ្ញុំ អូខេចឹងយើងបង្កើតវិធី Flutter មុនណា
បង្កើតក្នុងនេះមកចឹងពេលដែលបង្កើត pattern មកត្បូងគឺវាមាន structure បច្ចេកច្រើនមានដូចជាដាក់ tool idea .idea Android iOS មានច្រើនអញ្ចឹងសម្រាប់ Flutter file ដែលសំខាន់គឺវា run ទៅលើ file lib នេះហើយក្នុង file lib ហ្នឹងគឺវាមាន main.dat អញ្ចឹងយើងយល់ពី structure របស់ structure folder Flutter ខ្លះៗហ្នឹងលឺអត់ លឺបងលឺ នឹងយល់ពី structure folder របស់ Flutter ខ្លះៗហ្នឹងនៅបងនៅអា structure របស់ MVC ហ្នឹងនៅ តែ folder នេះដឹងអស់ហើយទេAndroid iOS សម្រាប់ធ្វើអីខ្ញុំនៅដែរ ពេញ7បង ចឹងfolder iOS និង Android នេះគឺវាសម្រាប់ទៅការ config ដូចជាតាក់ទងជាមួយនឹង permission នៅក្នុង native ហើយ file pub.yaml នេះគឺតាក់ទងជាមួយនឹងការ add package ផ្សេងៗចឹងមានតែប៉ុណ្្នឹងstructure folder មានប៉ុណ្ណឹងនឹងតើថាយើងទៅធ្វើបច្ចេកជាក់ស្ដែងចឹងយើងតមកនិយាយពី stateless ហើយនិង stateful វិចិត្រចឹងចំពោះ stateless ហើយនិង stateful គឺវាខុសគ្នាទីមួយគឺ stateless គឺវាតាក់ទងជាមួយនឹង UI static UI ដែលវាអាចផ្លាស់ប្ដូរreal time ចឹងដូចជា text icon ឬមួយក៏និយាយថា profile ជាដើមនោះគឺវាអត់អាចផ្លាស់ប្ដូរ real time បានទេព្រោះ stateful គឺវាអាចផ្លាស់ប្ដូរ review UI នៅពេលដែលមាន data ផ្លាស់ប្ដូរដូចជាយើងចុចទៅលើប៊ូតុង count ឡើង count ចុះអីហ្នឹងគឺវា count លេខយើងបូកដកទៅតាមហ្នឹងណាចឹងយើងមកស្គាល់វិចិត្រទៅជាមួយនឹងចិត្ត tree របស់ក្នុង Flutter ចឹង Flutter គឺវាចេញឡើងពីវិចិត្រវិចិត្រហ្នឹងគឺវាដូចទៅនឹងយើងរៀប Lego ចឹងយើងរៀបម្ដងតិចម្ដងតិចចេញជារូបមួយចឹងណា
ចឹងចំពោះវិចិត្រគឺយើងនឹងអឺសិក្សាទៅលើបែបវិចិត្រដែលបែបវិចិត្រហ្នឹងគឺយើងរៀនទៅលើទីមួយគឺ material app scaffold app bar text icon image ហើយនិង container padding ហើយនិង sidebox ដូចជាcard យើងមិនបានតេស្តនេះនៅថាតេតើងជាមួយនឹងនេះ material បានបញ្ចេញម្ដងដែរ នៅបងនៅ ចឹងអា material app ហ្នឹងគឺវាជាវិចិត្រមួយដែលវា control ទៅលើ app ទាំងមូលហ្មងចឹងក្នុងហ្នឹងវាមាន property ជាច្រើន title នេះគឺនេះសម្រាប់ sim តេតើងនឹងការកំណត់ color របស់ app យើងតេតើងនឹង color ដូចជា color ប៊ូតុង color ផ្សេងហ្នឹងហើយសម្រាប់ home នេះគឺវាជា main មួយជា main screen មួយដែល run ដំបូងមកគឺវាចូល home នេះមុនគេខ្ញុំសូម run មួយសិនចឹងពេលដែល run មកគឺវាចូលមក screen home my home page នេះគឺ screen my home page របស់យើងចឹងតេតើងមួយនឹង sketch for widget sketch for widget ឬវាជាទម្រង់នៃ screen មួយហើយវាមានទីមួយគឺមាន app bar មាន body ហើយនិងមាន nav bar អញ្ចឹងដូចដែលយើងឃើញនេះមាន app bar គឺយើងប្រើ sketch for មានទម្រង់មាន app bar មាន body ហ្នឹងយើងប្រើ sketch for ចឹងយើងពួក app bar គឺយើងអាច design វាក្នុងនឹងបានទៀតក្នុង app bar វាមាន property ច្រើនមាន action មាន action icon action pending អ
ចឹងចំពោះអា action action នេះយើងតាក់ទងទៅនឹង icon នៅខាងនេះ icon គឺសម្រាប់ display icon នៅខាងស្ដាំចឹង title គឺ display ទៅលើ title នេះ background color គឺតាក់ទងជាមួយនឹង color app bar យើងហ្នឹងអញ្ចឹងយើងដូរមកយើងអាចដូរ color តាម app color app របស់យើងអញ្ចឹងចំពោះ title នេះវាមានយើងអាចសេរីវាឲ្យនៅកណ្ដាលក៏បាននៅខាងក៏បានគឺយើងប្រើ center title យើងឲ្យវាបើសិនជាវា true មានថា title ហ្នឹងគឺវានៅកណ្ដាល false វានៅកណ្ដាលទេគឺវាខាត់មកខាងឆ្វេងអញ្ចឹង tick widget គឺវាសម្រាប់ប្រើសម្រាប់ display ទៅលើ text ទៅលើអក្សរអីហ្នឹងអញ្ចឹងដូចក្នុងនេះយើងមាន text មួយឈ្មោះយើង assign វាដូរមកយើងដាក់ hello មកអញ្ចឹង text ហ្នឹងយើងអាច design វាបានយើងប្រើ style អញ្ចឹងយើងអាច design វាបានដូចជាការដាក់ color យើងដាក់ font size ដាក់ font size មកយើងកំណត់ weight វា font weight ដាក់ bold ឬក៏យើងកំណត់វាទៅតាមកម្មវិធីមានក្នុងនេះទៅគឺដាក់ weight បាន400អញ្ចឹងអញ្ចឹងវាចេញមកហើយ hello color វាគឺពណ៌ស្វាយអញ្ចឹងយើងចូលមក icon widget អញ្ចឹងចំពោះ icon គឺយើងប្រើ icon ដែលមាននៅក្នុងនឹងស្រាប់វាមានស្រាប់ប្រើ icon ចិត្តមួយឈ្មោះ icon ក្នុងហ្នឹងមានប្រាប់ធីមមួយយើងប្រើ icon មកយើងប្រើ icon របស់ Flutter ហ្មងមានរូបស្រាប់អញ្ចឹងដាក់ icon នេះគេ icon favorite នេះយើងដាក់ icon favorite ហើយយើងដាក់ customize វា design វាពណ៌ក្រហមហើយយើងដាក់ size វាយើងអាចដាក់ size វាបានខ្ញុំដាក់ size 8អញ្ចឹងគឺវា display មកខាងនេះហើយវានៅកណ្ដាលមួយ
Chẳng dương màu cho chặt muối từ image chẳng image cứ miền thì mỗi cứ image asset hay năng image network chúng tôi image asset cứ về chập giờ image chỉ soft image đây được không bị chết dớ hay network image cứ về cho image bị URL mà display chẳng chúng tôi asset image cứ thì mỗi cái dân thời cả folder muối đã cho mua asset hay là không ấy cứ dân thời bàiនេះយើងត្រូវបើក asset folder នេះអញ្ចឹងយើងដាក់ឈ្មោះ folder យើងមក asset ដល់ហ្នឹងកន្លែងហ្នឹងយើងត្រូវបើកអាហ្នឹងមកទៅimage asset ហ្នឹងយើងអាចយកមកប្រើបានខ្ញុំចឹងយើងមានប្រើ image asset យើង copy path យកមកដាក់ក្នុងនេះមកយើងវាត្រូវ reload វាសិនចឹងពេលដែលឃើញ error អញ្ចឹងគឺយើងត្រូវទី1យើងត្រូវរបៀបវាសារថ្មីដោយសារតែយើងត្រូវទៅទាញយក pub.del នេះហើយយើងកែមិញហ្នឹងខុសខាងនេះចឹងយើងអាច display image ជាងពី asset របស់យើងបានមុខទូពេកដាក់ high វាមកចឹងចំពោះ image network យើងទៅយករូបពី image ណាមួយពី internet
យើង copy មក មិនដែរពីធម្ម image នេះដូចអត់គ្នា បងចូលទៅអាកន្លែង pop spec ទីមកបង កន្លែងនេះ ហ្នឹងហើយកន្លែងពេលបើក image network ហ្នឹងបង អានេះ asset យើងត្រូវបើក asset យើងត្រូវបង្កើត folder មួយឈ្មោះ asset នេះ បាទបង ហ្នឹងហើយយើងមកយើងក្នុង folder asset ហ្នឹងយើងត្រូវមាន folder មួយឈ្មោះថា image អញ្ចឹងយើងដាក់ក្នុងនេះមកតាម folder យើងនេះមក បាទបងបាទ ហ្នឹងហើយអញ្ចឹងយើងនៅក្នុង image asset នេះយើង copy part image នេះយើងដាក់មកវាស្គាល់ ចាអាកន្លែង image network ហ្នឹងបងយើងមិនបាច់ទៅបើក pub space ណាបង អាហ្នឹងយើងមិនបាច់ទេយើងគ្រាន់តែ copy image ពី browser អូខេបង ចឹងប៉ុណ្ណឹងយល់ text icon នេះយល់ទេណាលឺអត់ លើបងលើយល់បងអាកន្លែង text icon ហ្នឹង ហ្នឹងហើយ បងតាក់តងអា widget ទាំងអស់ហ្នឹងយើងក៏គ្រាន់តែ detail វាដែរបង ហ្នឹងហើយ អូខេបងយល់ ចឹងយើងចូលមក widget មួយទៀតគឺ container ចឹង container ហ្នឹងគឺយើងប្រើវាសម្រាប់ design ទៅមួយនឹងជាកាតយើង design កាតមួយចឹងក្នុង container ហ្នឹងយើងដាក់មាន high ចឹងយើងកំណត់ high ហ្នឹងមកសូមបង្កើតកាតមួយទៀតយើងចាក់ color ទៀតណានេះគឺ container យើងមាន container មួយដែលមានកម្ពស់100ហើយនៅទទឹង200ហើយយើងចាក់ពណ៌វាមកទាំងក្នុងហ្នឹងគឺយើងអាច design វាដូចជាតកតឹងការកំណត់ radius ឯការដាក់ស្មើគឺយើង design ក្នុង property មួយគឺ decoration អញ្ចឹងក្នុង decoration ហ្នឹងគឺយើងbox decoration ក្នុងហ្នឹងគឺយើងមាន property ច្រើនមានដូចជា color decoration image ការ border radius box shadow gradient ហើយនឹង shape អញ្ចឹងបើសិនជាយើងដាក់ border នេះមក design border .all .black ហើយយើងកំណត់ weight វា2វានឹងចេញ
border មួយកន្លែងនេះបើសិនជាយើងប្រើ decoration បើយើងដាក់ color នៅក្នុងនេះវា error អញ្ចឹងយើងត្រូវលុប color គឺយើងត្រូវមកប្រើក្នុង decoration វិញពីហ្នឹងគឺវា conflict គ្នាអញ្ចឹងនេះគឺយើងដាក់ border វាពណ៌ខ្មៅទៅមកគឺយើងចង់ដាក់ radius វាយើងប្រើ property radius border radius គឺវា store ទៅនឹង type of border radius geometry យើងដាក់ border radius វាដាក់ 10 ដាក់ 20 មកវាកោ20ចឹងក្នុងហ្នឹងយើងអាច design shadow វាបានទៀតយើងប្រើ box shadow មក box shadow ហ្នឹងគឺវា store ជា list របស់ box shadow ចឹងក្នុង box shadow នេះគឺយើងដាក់ចាក់ color វាយើងចាក់ពណ៌ខ្មៅមកនេះយើងអត់ប្រើទេចំពោះអា blur radius ហ្នឹងគឺមានថាយើងចង់ឲ្យវា blur ប្រមាណអានេះខ្ញុំដាក់ឲ្យវា blur 7ហើយអា outset នេះគឺចង់ឲ្យ shadow យើងហ្នឹងចេញទៅខាងណាចេញមកក្រោមឬវាចេញមកលើនេះគឺខ្ញុំដាក់វា3អញ្ចឹងវាចេញមកក្រោមមួយទៀតគឺតាក់ទងជាមួយនឹង gradient color អញ្ចឹងក្នុងហ្នឹងយើងមាន gradient color អញ្ចឹងក្នុងហ្នឹងយើងចង់ឲ្យវា gradient ជា linear gradient ឬក៏ជាអីផ្សេងគឺវាមានអញ្ចឹងក្នុងនេះមាន linear gradient វាមាន radial gradient ហើយនឹងមានច្រើនអញ្ចឹងខ្ញុំសូមប្រើ linear gradient អញ្ចឹងវាក្នុងនោះគឺវាខ្វាយ color list នៃ color អញ្ចឹងយើងចង់ដាក់ gradient នេះគេពណ៌ឲ្យគេខ្លះដាក់ពីពណ៌មកពណ៌ខៀវនិងពណ៌ស្វាយអញ្ចឹងវានឹងចេញទម្រង់បែបនេះអញ្ចឹងយើងអាចcustomize ទៅនឹង alignment gradient យើងចង់ឲ្យវាចេញពីឆ្វេងមកស្ដាំពីលើចុះក្រោមនេះគឺយើងប្រើ alignment យើងប្រើមួយគឺក្នុងនោះមាន begin ចាប់ផ្ដើមពីណាអញ្ចឹងវាចាប់ផ្ដើមពីណាយើងអញ្ចឹងយើងឲ្យវាចាប់ផ្ដើម top left ហើយនឹងបញ្ចប់ទៅ button right អញ្ចឹងវាចាប់ផ្ដើមពី button left ហើយនឹងបញ្ចប់ button right វាចេញ gradient បែបនេះមិនតែ container ចិត្ត container យល់ឡើងបងចំពោះproperty ហ្នឹងផ្សេងហ្នឹងយល់តែបងឯងបញ្យល់កន្លែង decoration ណាបងហ្នឹងមែនបងបាទបងបាទ decoration ហ្នឹងគឺប្រើសម្រាប់តេតើនឹងការដកទៅលើ container ហ្នឹងគឺយើងប្រើ box decoration សម្រាប់ design តេតើដូចជាការចាក់ gradient border radius ឬក៏ box shadow ហ្នឹងគឺយើង design នៅក្នុង property decoration បាទបងបាទ decoration
តួណត់ខ្លាញ់ហ្នឹង យល់ហើយបងយល់ហើយខ្ញុំក៏អាហ្នឹងបើសិនជាយើងមាននេះបងមានកលឹមឬក៏រោច្រើនអីយើងប្រើអាហ្នឹងអត់ រោក្លឹមច្រើនមិន មានន័យថាបងបង្កើតបុកនេះបុកមួយហ្នឹងវាដូចថាយើងមានរោវាទៅលើអីចឹងហ៎បង កំណត់តេតិនកម្ពស់មែនយើងមាន item នៅក្នុង container ហ្នឹងច្រើនមែន បាទ អូដល់ហ្នឹងយើងមិនបាច់កំណត់ខ្ពស់វាក៏បានដែរយើងឲ្យវា flexible ទៅលើអា column យើងហ្នឹងមក បាទបងបាទ ចឹងថ្ងៃហ្នឹងយើងគិតថាប៉ុណ្ណឹងចោលអ្នកផ្សេងទៀតហ្នឹងសម្រាប់ប៉ុណ្ណឹងសិន បាទបងបាទ ហ្នឹងហើយជាមួយចំពោះការ set up អីផ្សេងខ្ញុំតម្លាក់ចូលក្នុងក្រុម អូខេ បាទបងបាទជម្រាបលាបងបាទបងបាទ ជំរាបលាមេ